ពី model ធម្មតាទៅជាស្ត្រីដែលមានអំណាចនៅក្នុងនយោបាយនិងអាជីវកម្មនេះគឺជារឿងពិតរបស់អ្នកនាង Ivanka Trump នាងបានធ្វើដំណើរពីវេទិកាម៉ូដទៅដល់មជ្ឈមណ្ឌលអំណាចនៅក្នុង White House ប៉ុន្តែសំណួរមួយគឺតើភាពជោគជ័យរបស់នាងមកពីគ្រួសារឬក៏មកពីសមត្ថភាពផ្ទាល់ខ្លួននៅក្នុងវីដេអូនេះយើងនឹងបង្ហាញពីដំណើរការរបស់អ្នកនាងចាប់ពីជីវិតប្រណិតរហូតដល់អំណាចនិងទ្រព្យសម្បត្តិដែលមនុស្សជាច្រើនមិនធ្លាប់ដឹងហើយចុងក្រោយអ្នកនឹងដឹងថា Ivanka Trump ពិតជាមានអំណាចប៉ុណ្ណាយន្តហោះឯកជនអាគារខ្ពស់និងអំណាចនៅក្នុង White House គឺជាជីវិតរបស់ Ivanka Trump ប៉ុន្តែភាគច្រើនមិនដឹងថានាងមិនត្រឹមតែជាកូនរបស់ Donald Trump នោះទេនាងគឺជាស្ត្រីដែលបានបង្កើតអំណាចផ្ទាល់ខ្លួនហើយសប្តាហ៍ថ្ងៃនេះយើងនឹងបង្ហាញអ្វីដែលលាក់ខ្លួននៅក្រោយពីភាពជោគជ័យរបស់អ្នកនាងនៅក្នុងពិភពលោកគ្រប់គ្នាដឹងពីឈ្មោះ Donald Trump មានមនុស្សម្នាក់ដែលបានកើតក្រោមស្រមោលនៃអំណាចនិងទ្រព្យសម្បត្តិរបស់ Donald Trump នោះគឺអ្នកនាង Ivanka Trump មនុស្សជាច្រើនគិតថាជីវិតរបស់នាងពោរពេញទៅដោយភាពងាយស្រួលតែខាងក្រោយពីភាពប្រណិតនោះនឹងមានរឿងរ៉ាវការខិតខំនិងការជ្រើសរើសដ៏លំបាកIvanka Trump ធំឡើងក្នុងគ្រួសារដែលពោរពេញទៅដោយអំណាចនិងអាជីវកម្មធំៗឪពុករបស់នាងគឺជាអ្នកជំនួញដែលកំពុងស្ថាបនាអំណាចអាណាចក្រអចលនទ្រព្យនៅក្នុង United States តាំងពីវ័យក្មេងនាងបានឃើញអាគារខ្ពស់ៗកើតឡើងពីគម្រោងនិងបានរៀនពីប្រភពអាជីវកម្មដោយផ្ទាល់ប៉ុន្តែជាមួយនឹងអំណាចនិងសម្ពាធដ៏ធំធេងផងដែរសម្ពាធក្នុងការរស់នៅក្នុងឈ្មោះ Trump នៅវ័យជំទង់ពីកាន់វត្ត Trump បានជ្រើសរើសផ្លូវផ្សេងពីអាជីវកម្មគឺនាងបានប្រឡូកក្នុងពិភព model និងក្លាយជា model និងបានឈរនៅលើវេទិកាពោរពេញទៅដោយពលឺមនុស្សជាច្រើនវាជាជោគជ័យហើយប៉ុន្តែIvanka Trump វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះនៅខាងក្នុងចិត្តរបស់អ្នកនាងគឺដឹងថាអ្នកនាងចង់បានអ្វីធំធេងជាងនេះIvankaបានធ្វើការសម្រេចចិត្តដ៏ធំមួយនាងបានបង្ហោះបោះបង់ពីអាជីព model ហើយចូលទៅក្នុងអាជីវកម្មគ្រួសារគឺ The Trump Organizationនៅទីនោះនាងមិនមានជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុននោះទេប៉ុន្តែគឺនាងបានបង្ហាញសមត្ថភាពខ្លួនឯងនាងធ្វើលើការងារគម្រោងធំៗនាងធ្វើក្នុងការងារចរចាអាជីវកម្មនិងបង្កើតម៉ាកល្បីផ្ទាល់ខ្លួនពីមួយជំហានទៅមួយជំហានបានបង្ហាញថាអ្នកនាងពិតជាមិនត្រឹមតែរស់ក្នុងស្រមោលរបស់ត្រកូលត្រាំនោះទេប៉ុន្តែក៏កំពុងតែបង្កើតនៅពន្លឺរបស់ខ្លួនឯងផ្ទាល់ផងដែរឆ្នាំដែលបានផ្លាស់ប្ដូរជីវិតរបស់អ្នកនាងគឺជាពេលដែល Donald Trump ក្លាយទៅជាប្រធានាធិបតីIvanka បានចូលទៅក្នុង White House មិនមែនត្រឹម
ជាកូនស្រីទេប៉ុន្តែគឺជាទីប្រឹក្សារបស់ត្រាំនាងបានចូលរួមក្នុងសកម្មភាពពិភាក្សានយោបាយជាមួយនឹងមេដឹកនាំពិភពលោកដែលមានឥទ្ធិពលលើគោលនយោបាយសំខាន់នៅពេលនោះអ៊ីវ៉ាន់កាមិនមែនជាមនុស្សនៅពីក្រោយឆាកទៀតទេនាងក្លាយជាមុខជាមាត់នៃអំណាចរបស់នាងដែលខំកសាងឡើងដោយខ្លួនឯងជាមួយនឹងប្តីរបស់នាង Jared Kushner អ៊ីវ៉ាន់កាត្រាំបង្កើតជីវិតដែលពោរពេញទៅដោយទ្រព្យសម្បត្តិនិងឥទ្ធិពលសុភមង្គលរបស់ខ្លួនដោយខ្លួនឯងពីអាជីវកម្មទៅនយោបាយនិងការវិនិយោគនាងបានបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនមួយដែលគ្រប់គ្នាមិនដឹងច្បាស់ក្នុងនោះគឺបានបរិយាយជាច្រើននៅក្នុងប្រវត្តិរបស់នាងផងដែររឿងរ៉ាវរបស់អ៊ីវ៉ាន់កាត្រាំមិនមែនជារឿងអំពីកំណើតក្នុងគ្រួសារមហាសេដ្ឋីប៉ុណ្ណោះទេប៉ុន្តែគឺជារឿងក្នុងការប្រើឱកាសនិងបង្កើតភាពជោគជ័យដោយខ្លួនឯងផ្ទាល់នេះគឺជាផុសតាងមួយថាអំណាចពិតប្រាកដមកក្រោយពីការសម្រេចចិត្តនិងសមត្ថភាពរបស់យើងរឿងរ៉ាវទាំងនេះអ៊ីវ៉ាន់កាត្រាំគឺជានារីម្នាក់ដែលបានផ្លាស់ប្ដូរពីស្រមោលនៃឪពុករបស់ខ្លួននិងទៅជាពន្លឺនៃអំណាចនិងភាពជោគជ័យរបស់ខ្លួនយ៉ាងពិតប្រាកដនៅក្នុងការរៀបរាប់នេះតើបងប្អូនយល់យ៉ាងណាដែររវាងជីវិតសាមញ្ញធម្មតាដែលមិនមានការខិតខំប្រឹងប្រែងនិងជីវិតដែលស្ថិតក្នុងវិថីស៊ីវិល័យជាមួយនឹងភាពជោគជ័យមានបាននៅក្នុងគ្រួសារដោយកើតឡើងផ្ទាល់ខ្លួនគឺការដែលបង្កើតអត្តសញ្ញាណខ្លួនឯងដើម្បីឲ្យមនុស្សជុំវិញពិភពលោកនិងបង្កើតអំណាចដែលឲ្យអ្នកដទៃកោតខ្លាចដូចជាគ្រួសាររបស់ដូណាល់ត្រាំឬក៏ជាសមាជិកដែលជាកូនស្រីច្បងរបស់គ្រួសារត្រាំផងដែរលោកអ្នកអាចយកចំណុចទាំងអស់នេះទៅពិភាក្សានិងរកគំនិតកែច្នៃខ្លួនឯងនៅក្នុងការរស់នៅរបស់ខ្លួនចុងក្រោយបងប្អូនអាចសិក្សាស្វែងយល់បន្ថែមនិងរកចំណុចសំខាន់នៅក្នុងអត្ថបទនេះដូច្នេះពេលវេលានេះមិនយូរទេការរស់នៅក៏មិនមានពេលវេលាយូរអង្វែងដែរការកាត់ខំប្រឹងប្រែងរមែងតែងជួបនៅបានផលល្អនៅពេលក្រោយឆ្នេះក្នុងវីដេអូនេះសង្ឃឹមថាបងប្អូនយល់ចំណុចមួយចំនួនបានច្រើនចុងក្រោយបងប្អូនជួយ like ជួយ share subscribe នៅលើ channel របស់យើងខ្ញុំនឹងទទួលបានដំបូន្មានថ្មីបន្ថែមទៀតនិងរឿងរ៉ាវប្លែកៗនៅលើពិភពលោក